Commander Lucas គឺជា Commander មួយដែលខ្សែលើគេខ្លាំងមែនតើនៅ early game ដល់ mid game ក៏ព្រោះថានៅ early game ដល់ mid game អត់មាន Commander ណាដែលងាយវាយឈ្នះគាត់ទេហើយបើយើងចេះរៀបចំ build ឲ្យស៊ីគ្នាជាមួយនឹង Commander Lucas ហ្នឹងទៀតឱកាស top 1ដល់ top 4គឺសឹងតែថា 70% ហើយដោយសារតែ early game គាត់ចំឈាមបានច្រើន mid game គាត់វាយចេញនិង late game គាត់មាន combo មួយដែលអាចយកឈ្នះ enemy បានយ៉ាងស្រួលបើស្រាប់ខ្ញុំនិយាយទៅ Commander Lucas ហ្នឹងគឺជា Commander មួយដែលអត់មានកន្លែងតោះទេណោះព្រោះថាគាត់វាយបានទាំង early វាយបានទាំង mid វាយបានទាំង late តែខ្ញុំចង់និយាយថា no one is perfect ទោះបីជា Commander នឹងខ្លាំងប៉ុណ្ណាក៏ដោយតែបើប៉ះគេ hero 5កាប់កាយ3ហើយឥណ្ឌាដូចគ្នាហ្នឹងឥឡូវហ្នឹងខ្ញុំជប់តប៉ែហើយយើងមកយល់អំពី skill របស់វាហើយនឹងរបៀបលេងវាហ្មងទៅសម្រាប់ Commander Lucas កាយមួយនៅពេលដែល start game ភ្លាមគាត់នឹងទទួលបាននៅរូបសំណាកសត្វចម្លែកមួយដែលធ្វើការបាញ់មួយគ្រាប់នៅពេលដែល start game ភ្លាមហើយដើម្បីទៅបាញ់ចេញមកវានឹងស៊ីចំនួន 25% នៃឈាមសរុបរបស់ hero ដែលយើងបាញ់ត្រូវវានឹងបាញ់ទៅកន្លែងណាដែលគេដាក់ hero ច្រើននៅផ្ដុំគ្នាមិនត្រឹមតែស៊ី 20% នៃឈាម hero ដែលយើងបាញ់ត្រូវទេវាថែមទាំង stun hero នឹងចំនួន1វិនាទីទៀតសម្រាប់ skill ពេលដែល Commander Lucas ឡើងដល់ផ្កាយ2វាអត់មានអីច្រើនទេវាគ្រាន់តែ burst damage burst stun តែប៉ុណ្្នឹងឯងវាកើនឡើងពី 20% damage ទៅជា 45% damage កើនឡើងពី1វិនាទី stun ទៅជា 1.5 វិនាទី stun តែអីដែលចង់ឲ្យអ្នកនរគ្នាចាប់អារម្មណ៍បើសិនជាយើងយករូបសនៈសត្វនឹងដាក់នៅជួរមុខនៅពេលដែលវាបាញ់មួយ skill ទៅវាស៊ី damage 45% ដូចគ្នាគ្រាន់តែថាវានឹងកាត់នៅ high pre defense រហូតដល់ 65 អញ្ចឹងធ្វើឲ្យ hero ជួរមុខគេនឹងផុយមែនទែនសម្រាប់ power card របស់ Lucas អត់មានអីញ៉ៃៗទេឲ្យលុយយើង12 gold ហើយប្រកាន់ដើម្បីឲ្យសត្វថ្មយើងឡើងដល់ 50% ទៅប៉ុណ្្នឹងឯងសម្រាប់ skill របស់ Commander Lucas ហើយនឹង card របស់ Commander Lucas ខ្ញុំបានបញ្យល់ហើយអីដែលនៅសល់គឺមានតែរបៀបលេងហើយខ្ញុំអត់មាននិយាយថានឹងគឺជារបៀបលេងដែល pro អីទេតែវាគឺជា style លេងរបស់ខ្ញុំពេលដែលខ្ញុំដកយក Commander Lucas មកម្ដងហើយនេះគឺជា build របស់ខ្ញុំ build ផ្ដោតទៅលើ Stargazer ហើយនឹង Northern Well សម្រាប់ក្បិត4ហ្នឹងអ្នកគ្នាអាចកែច្នៃតាមខ្លួនឯងចង់លេងបានព្រោះខ្ញុំក៏មិនលេងក្បិតរហូតដែរការ build របស់ខ្ញុំគឺផ្ដោតសំខាន់ទៅលើ Aurora ជាអ្នកផ្ដល់ damage ហើយ Ben គឺជាអ្នកផ្ដល់ stun ទី2ទៅលើ hero របស់ enemyហើយសួរថាហេតុអីខ្ញុំមិនយក synergy ផ្សេងក៏វា Stargazer ទៅតាមពិតទៅ synergy ផ្សេងក៏វា work ដែរតែវាអត់ work ល្អដូច Stargazer ទេព្រោះថាពេលដែលតោបាញ់មកគ្រាប់ហើយវា stun 1.5 វិនាទីហើយចង់និយាយថាបើ hero ផ្សេង synergy ផ្សេងវាអត់បានប្រើ skill ស្រុះគ្នាប្រើ synergy ផ្សេងវាអាចឈឺជាងមែនតែវាអត់ស្រុះគ្នាតែសម្រាប់ Stargazer វិញនៅពេលដែលថាបាញ់ stun 1.5 វិនាទី ban ខ្ជាក់មកទឹកមាត់ហើយពួក hero Stargazer ទាំងប្រមាណសុទ្ធតែអាចប្រើ skill យ៉ាងហោចណាស់ក៏ម្ដងដែរតែសម្រាប់ Aurora វិញដូចយើងដឹងហើយថា machine gun ពេលដែលគាត់បាន blue burst item ដល់អញ្ចឹងគាត់អាចដាក់ skill បាន4ដងមកទៅហើយដល់អញ្ចឹងយើងឃើញអញ្ចឹង hero គេងាប់ព្រាតបាត់ហើយនឹងមិនទាន់តែបានតដៃយើងហ្មងផងហ្នឹងតែដូចខ្ញុំនិយាយចឹងអានេះគ្រាន់តែចេះ build របស់ខ្ញុំការគិតរបស់ខ្ញុំទេបណ្ដាអ្នកគ្នាមាន build អីល្អជាងហ្នឹងក៏តាមហ្នឹងទៅព្រោះថាវីដេអូហ្នឹងមកគឺគ្រាន់តែចង់បញ្យល់ឲ្យដឹងអំពី skill របស់ Lucas តាមគ្នាយើងសនំពោទេហើយចុងក្រោយអត់មានអីទេអរគុណអ្នកគ្នាមើលដល់កន្លែងហ្នឹងមានអីឆ្ងល់ចង់បាន comment អីថ្មីអាច comment ប្រាប់ខ្ញុំបានអរគុណនិងជំរាបសួរអ្នកគ្នា Let's fight to our heart's content!